សូមស្វាគមន៍មកកាន់រឿងកំសត់ចំណងជើងថាសងគ្រាមយន្តដែកថែបអថាកំបាំងគម្ពីរមរណៈសូមអញ្ជើញទស្សនាដោយក្តីរំជួលចិត្តទាំងអស់គ្នានៅរាត្រីព្រះច័ន្ទពេញបូមីសរតិបានលប់ចូលក្នុងបន្ទប់សម្ងាត់នៃវិមានសិលសាស្ត្រគេប្រែមុនអាគមងងឹតសម្រាប់ញាក់យាមទ្វារដោយស្ងប់ស្ងាត់បំផុតកែវភ្នែករបស់គេចាំងចេះពន្លឺពណ៌ស្វាយដែលប៉ះនឹងគម្ពីរមហានិព្វានខ្មៅដែលបញ្ចេញផ្សែងខ្មៅអាប់អួរការក្បត់នេះបានធ្វើឲ្យផែនដីញ័ររញ្ជួយនិងជាការចាប់ផ្ដើមនៃសង្គ្រាមយន្តដ៏សាហាវឃោរឃៅព្រះមុនីអ៊ីសីបានដឹងខ្លួននៅពេលឮសូរសំឡេងរញ្ជួយដីប៉ុន្តែវាហួសពេលទៅហើយសារតិបានប្រើអំណាចដំបងនៃគម្ពីរវាយប្រហារគ្រូរបស់ខ្លួនភ្លាមអណ្ដាតភ្លើងពណ៌ខ្មៅបានឆាបឆេះពាសពេញវិមានបង្កជាភាពវឹកវរដល់សិស្សគណៈដទៃទៀតមុនពេលសន្លប់បាត់ស្មារតីព្រះមុនីអ៊ីសីបានបញ្ជាឲ្យវិរាករត់ទៅរកដាវទេពដែកថែបដែលលាក់ទុកក្នុងរូងភ្នំអាថាកំបាំងវីរៈដែលជាសិស្សខ្សោយជាងគេបានរត់កាត់អណ្ដាតភ្លើងទៀងទឹកភ្នែកនឹងការឈឺចាប់ក្នុងចិត្តគេបានឃើញសិស្សច្បងរបស់ខ្លួនប្រែជារូបរាងដូចបេសាចដែលពោពេញដោយស្រកានាគខ្មៅវីរៈបានសន្យានឹងខ្លួនឯងថាត្រូវតែយកគម្ពីរត្រឡប់មកវិញនិងសងសឹកជូនគ្រូការធ្វើដំណើររបស់យុវជនកំសត់ក៏ចាប់ផ្ដើមឡើងឆ្ពោះទៅរកជោគវាសនាដែលមិនអាចជះបាននៅមុខច្រកចូលរូងភ្នំដែកថែបវីរៈត្រូវប្រឈមមុខនឹងសត្វតោថ្មមុនអាគមដែលយាមទ្វារគេគ្មានអាវុធក្នុងដៃទេមានតែចិត្តបរិសុទ្ធនិងសេចក្តីក្លាហានដែលគ្រូធ្លាប់បង្រៀនវីរៈបានប្រើក្បាច់គុណមូលដ្ឋានដើម្បីគេចពីការវាយប្រហារដ៏ធ្ងន់ធ្ងររបស់តោថ្មចុងក្រោយភាពស្មោះត្រង់របស់គេបានធ្វើឲ្យតោថ្មយល់ព្រមបើកផ្លូវឲ្យចូលទៅខាងក្នុងរូងភ្នំដ៏ជ្រៅវីរៈបានជួបនឹងដាវទេពដែកថែបដែលដាវជាប់នឹងថ្មមរកតនៅពេលគេចាប់ដាវពន្លឺពណ៌មាសបានចេះចេញមកជំរែករាល់ភាពទន់ខ្សោយក្នុងកាយរបស់គេកម្លាំងធាតុទាំង5បានហូរចូលក្នុងសរសៃឈាមធ្វើឲ្យវីរៈមានកម្លាំងដូចអ្នកចម្បាំងបុរាណដាវទេពបានបន្លឺសំឡេងប្រាប់ពីអាចកម្បាំងនៃយ័ន្ត5ទិសដែលត្រូវតែប្រមូលឲ្យបានសូរតិបានតម្លើងអាសនៈខ្មៅនៅកំពូលភ្នំមរណៈដើម្បីកោះហៅកងទ័ពខ្មោចសាកសពអចម្បាំងពីបុរាណបានងើបពីដីតាមបញ្ជានៃគម្ពីរមរណៈសំឡេងសើចរបស់សរតិលាន់ឮពេញព្រៃបង្កើតជាបរិយាកាសគួរឲ្យខ្លាចខ្លាំងបំផុតគេបានបញ្ជាឲ្យកងទ័ពខ្មោចដើរទៅបំផ្លាញភូមិឋាននិងស្វែងរកវីរៈដែលជាឧបសគ្គតែមួយគត់វីរៈបានជួបនឹងទេពអប្សារាក្នុងសុពិនខណៈពេលកំពុងសម្រាកនៅក្បែរទឹកធ្លាក់នាងបានបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់ធម្មពលយន្តបំបងគឺយន្តដីវីរៈត្រូវហាត់រៀនការផ្ដោតអារម្មណ៍ដើម្បីឲ្យខ្លួនប្រាណរឹងមាំដោយថ្មភ្លុំការហ្វឹកហាត់នេះទាមទារការស៊ូទ្រាំនិងការឈឺចាប់ដែលមនុស្សធម្មតាមិនអាចទ្រាំបានកងទ័ពខ្មោចបានវាយឆ្មក់ចូលភូមិដោយវីរៈកំពុងសម្រាកកាយវីរៈបានដកដាវទេពចេញមកប្រយុទ្ធជាលើកដំបូងដោយប្រែក្បាច់ដាវរន្ទះបានពន្លឺដាវបានកាត់ផ្ដាច់រូបកាយវិញ្ញាណអាក្រក់ហើយរលាយជាភ័យផងក្នុងមូលពព្រិកភ្នែកអ្នកភូមិស្រឡាំងកាំងនឹងមហិទ្ធិឫទ្ធិរបស់យុវជនម្នាក់នេះដែលពីមុនគ្រាន់តែជាក្មេងខ្សោយម្នាក់សរតិមានការខឹងសម្បាយយ៉ាងខ្លាំងនៅពេលដឹងថាវីរៈនៅមានជីវិតនិងមានដាវទេពក្នុងដៃគេបានប្រាក់មុនអាគមតាមរយៈគម្ពីរដើម្បីបញ្ជូនស្រមោលកំណាចទៅលបួងចិត្តវីរៈស្រមោលនោះបានបង្ហាញរូបភាពคล้ายនៃគ្រូរបស់គេដែលកំពុងរងទុក្ខវេទនាវីរៈស្ទើរតែធ្លាក់ក្នុងអន្លង់ល្បិចប៉ុន្តែអំណាចដាវទេពបានដាស់ស្មារតីគេឲ្យភ្ញាក់ឡើងវិញវីរៈបានធ្វើដំណើរទៅដល់បឹងទឹកកុកអាតកំបាំងដើម្បីស្វែងរកយន្តទឹកនៅទីនោះគេត្រូវតតាំងនឹងនីកទឹកភ្នែកដែលយាមរក្សាយន្តនេះរាប់ពាន់ឆ្នាំការប្រយុទ្ធក្នុងទឹកមានភាពលំបាកខ្លាំងប៉ុន្តែវិរៈបានប្រែក្បាច់គុណទុនធ្លុនដូចទឹកដើម្បីយកឈ្នះបន្ទាប់ពីឈ្នះយន្តទឹកបានជ្រាបចូលក្នុងដាវធ្វើឲ្យដាវអាចបញ្ចេញរលកធាតុទឹកដ៏ត្រជាក់
សរុតិចាប់ផ្ដើមធ្វើពិធីបង្ហូរឈាមសត្វកំរះដើម្បីបង្កើនអំណាចឲ្យគម្ពីរមរណៈពពុកខ្មៃងងឹតបានគ្រប់ដណ្ដប់លើអាណាចក្រទាំងមូលសូម្បីតែពេលថ្ងៃក៏មើលទៅដូចជប់មនុស្សម្នាចាប់ផ្ដើមធ្លាក់ខ្លួនឈឺដោយសារដង្ហើមលំពីដែលចេញពីភ្នំមរណៈវីរៈដឹងថាពេលវេលាកាន់តែខ្លីទៅគេត្រូវតែប្រញាប់រកយន្តដែលនៅសល់ឲ្យទាន់ពេលនៅវាលខ្សាច់នៃភាពអស់សង្ឃឹមវីរៈបានរកឃើញយន្តភ្លើងដែលតំកល់ក្នុងរូបសំណាកព្រះសូរិយាកម្ដៅនៅទីនោះអាចរលាយដែកបានប៉ុន្តែវីរៈបានប្រើអំណាចយន្តទឹកដើម្បីការពារខ្លួនគេត្រូវតស៊ូនឹងការស្រេកទឹកនិងការភ័ន្តច្រឡំដែលបង្កើតឡើងដោយមន្តអាគមវាលខ្សាច់ចុងក្រោយភាពអត់ធ្មត់បាននាំឲ្យគេទទួលបានយន្តភ្លើងដែលផ្ដន់កម្លាំងកម្ដៅមហិមាវិរៈបានជួបនឹងសរុទ្ធិជាលើកដំបូងនៅជ្រលួងភ្នំខ្យល់កន្ត្រាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងរវាងដាវទេពនិងអំណាចខ្មៅនៃគម្ពីរសរុទ្ធិបានសោកចំអកឲ្យវិរៈថាជាមនុស្សល្ងង់ដែលចង់ជួយលោកីវិរៈរងរបួសធ្ងន់ដោយសារមន្តអាគមស្រុបវិញ្ញាណប៉ុន្តែគេបានប្រើយន្តដីការពារជីវិតទាន់ពេលទេពអប្សរាបានលេចខ្លួនមុខសង្គ្រោះវិរៈនិងនាំគេទៅកាន់ភពវិញ្ញាណអមតៈដើម្បីព្យាបាលរបួសនៅទីនោះវិរៈបានរៀនពីប្រភពដើមនៃគម្ពីរមរណៈដែលធ្លាប់ជាចំណែកនៃសន្តិភាពមុនពេលคล้ายជាឧបករណ៍សម្លាប់វិរៈយល់ថាមានតែសេចក្តីស្រឡាញ់និងការលះបង់ទើបអាចបំបីអំណាចងងឹតបានគេទទួលបានយន្តខ្យល់ពីវិញ្ញាណបុព្វបុរសនៅទីនោះសូរតិបានចាប់យកអ្នកភូមិជាច្រើនមកធ្វើជាយញ្ញបូជាសម្រាប់ថ្ងៃសូរគ្រាសឈាមសម្រែកនៃភាពឈឺចាប់បានលន់លឺសុសាយដល់ត្រចៀករបស់វិរៈតាមរយៈខ្យល់វិរៈមានចិត្តឆេះឆួលដូចភ្លើងចង់ទៅជួយសង្គ្រោះមនុស្សជាតិភ្លាមគេបានចាក់ចេញពីភពវិញ្ញាណជាមួយនឹងលឿនដូចខ្យល់អាកាសដោយសារអំណាចយន្តថ្មីមុននឹងឈានដល់យ័នចុងក្រោយវីរៈត្រូវឆ្លងកាត់ការលំបងចិត្តក្នុងរូងភ្នំកញ្ចក់គេបានឃើញរូបភាពខ្លួនឯងណែคล้ายជាអ្នកមានអំណាចលើសសរុទ្ធិទៀតកញ្ចក់បានសួរថាតើគេចង់ប្រើអំណាចដើម្បីគ្រប់គ្រងឬដើម្បីការពារវីរៈឆ្លើយដោយមិនស្ទាក់ស្ទើរថាដើម្បីសន្តិភាពដែលធ្វើឲ្យកញ្ចក់បែកខ្ចាត់ខ្ចាយនិងបង្ហាញផ្លូវយន្តចុងក្រោយគឺយន្តអាកាសស្ថិតលើមេឃខ្ពស់ត្រដែតដែលគ្មានផ្លូវឡើងវិរៈបានប្រើធម៌ពលនៃយន្តទាំង4ដែលប្រមូលបានបង្កើតជាស្ពានពន្លឺចម្រុះពណ៌គេបានហោះឡើងទៅលើមេឃកាត់ពពកខ្មៅងងឹតដែលសរតិបានបង្កើតនៅពេលប៉ះយន្តអាកាសដាវទៀបដៃថែបក៏បញ្ចេញពន្លឺចាំងចែងពេញផែនដីសូរគ្រាសឈាមចាប់ផ្ដើមលេចរូបរាងឡើងព្រះច័ន្ទប្រែជាពណ៌ក្រហមដូចឈាមស្រពោនសូរធិបានចាប់ផ្ដើមសូត្រមន្តអាគមចុងក្រោយដើម្បីដាស់មហាវិញ្ញាណនាគខ្មៅពិបាកនរកដីបានប្រេះស្រាំហើយកំអែភ្នំភ្លើងប៉ោះស្វាយបានផ្ទុះឡើងពីពេញកំពូលភ្នំមរណៈពិភពលោកស្ថិតក្នុងស្ថានភាពមហន្តរាយដែលមិនធ្លាប់មានពីមុនមកវីរៈបានមកដល់កំពូលភ្នំមរណៈចំពេលដែលនាគខ្មៅងើបឡើងពីដីនាគនោះមានក្បាល9និងមានភ្នែកឆេះដូចភ្លៀងនរកវីរៈបានហោះចូលទៅប្រយុទ្ធនឹងនាគយក្សនោះដោយភាពក្លាហានបំផុតយន្តទាំង9បានបង្វិលជុំវិញខ្លួនគេបង្កើតជាខែលការពារដ៏រឹងមាំបំផុតការប្រយុទ្ធគ្នារវាងវីរៈនិងនាគខ្មៅបានធ្វើឲ្យភ្នំទាំងមូលរង្គើស្ទើរតែបាក់ស្រុតវីរៈបានប្រើយន្តភ្លើងរួមជាមួយយន្តខ្យល់បង្កើតជាមហាព្យុះភ្លើងវាយប្រហារនាគខ្មៅបានស្រែកធ្ងរដោយការឈឺចាប់និងព្យាយាមសង្គ្រោះវីរៈដោយក្រញាំពីវីរៈបានគេចផុតនិងវាយបក់វិញចំក្បាលកដារបស់នាគសូរុតឃើញស្ថានភាពមិនល្អក៏ហោះចូលមកជួយនាគខ្មៅដោយប្រែអំណាចគម្ពីរមរណៈគេបានបង្កើតព្រួញវិញ្ញាណរាប់ពាន់បានសម្ដៅទៅវីរៈក្នុងព្រៀងតែមួយវីរៈបានប្រើយន្តទឹកបង្កើតជាជញ្ចាំងទឹកកកការពារបានយ៉ាងជោគជ័យសង្គ្រាមមន្តអាគមនេះបានបង្កើតជាផ្ទុះធម៌ពលដែលជះកម្លាំងដល់មនុស្សរាប់សិបគីឡូម៉ែត្រ
វិរៈដឹងថាបើមិនកំចាត់គម្ពីរមរណៈទេសរុទ្ធិនឹងមិនងាយចាញ់ឡើយគេបានប្រមូលធម្មពលទាំងអស់ទៅលើជុងដាវទេពដែកថែបដើម្បីបង្កើតក្បាច់យន្តសកលពន្លឺពណ៌សបរិសុទ្ធបានចែកចេញពីដាវធ្វើឲ្យមន្ត្រាគមងងឹតជុំវិញចាប់ផ្ដើមចុះខ្សោយសរុទ្ធិមានការភ័យខ្លាចជាលើកដំបូងនៅពេលឃើញពន្លឺដែលខ្លួនមិនអាចគ្រប់គ្រងបានសុរតិបានសម្រេចចិត្តលេបក្របឃ្លីវិញ្ញាណងងឹតនឹងไปបង្កើនធម្មពលជាចុងក្រោយរូបរាងរបស់គេប្រែជាយ៉ាក់ខ្មៅដែលមានដៃរាប់រយនិងមានមុខម៉ាត់គួរឲ្យខ្លាចខ្លាំងគេបានវាយប្រហារវីរៈដោយកម្លាំងមហិមាដែលធ្វើឲ្យដាវទេពស្ទើរតែរបូតពីដៃវីរៈបាននឹកឃើញដល់ពាក្យប្រដៅរបស់គ្រូនិងសេចក្តីទុក្ខរបស់អ្នកភូមិក្នុងគ្រាដ៏វិបត្តិវិញ្ញាណរបស់ព្រះមុនីឥសីបានលេចរូបរាងឡើងជួយផ្ដល់កម្លាំងចិត្តដល់វីរៈគ្រូបានប្រាប់ថាកម្លាំងដែលខ្លាំងបំផុតមិនមែនជាការសម្លាប់តែជាការសង្គ្រោះវីរៈបានយល់ច្បាស់ពីអត្ថន័យនេះនិងបដូរវិធីប្រយុទ្ធពីការវាយលុកមកជាការផ្សះផ្សាគេបានប្រើយន្តអាកាសដើម្បីបង្កើតមណ្ឌលសន្តិភាពជុំវិញសរតិមណ្ឌលសន្តិភាពបានធ្វើឲ្យវិញ្ញាណខ្មោចដែលសរទ្ធីគ្រប់គ្រងបានដឹងខ្លួននិងឈប់វាយប្រហារពួកវាបានប្រែជាពន្លឺតូចៗហោះត្រឡប់ទៅកាន់សុគតិភពវិញយ៉ាងស្ងប់ស្ងាត់សរទ្ធីចាប់ផ្ដើមបាត់បង់អំណាចម្ដងបន្តិចម្ដងដោយសារគ្មានវិញ្ញាណជួយត្រត្រង់នាគខ្មៅក៏រលាយបាត់ទៅក្នុងផ្សែងខ្មៅនៃគម្ពីរមរណៈវីរៈបានដើរចូលទៅរកសុរទ្ធិដែលកំពុងអស់កម្លាំងនៅកណ្ដាលអាសនៈសុរទ្ធិបានព្យាយាមប្រើគម្ពីរសម្លាប់វីរៈប៉ុន្តែគម្ពីរនោះបានចាប់ផ្ដើមឆេះដោយឯកឯងភ្លើងយន្ត5ទិសបានដុតបំផ្លាញរាល់អក្សរមន្តអាគមខ្មៅដែលមានក្នុងគម្ពីរសម្រែកយំសោករបស់សុរទ្ធិបានបន្លឺឡើងខណៈដែលមហិច្ឆតាអាក្រក់របស់គេរលាយសាបសូន្យគម្ពីរមហានិព្វានខ្មៅបានប្រែជាពណ៌សបរិសុទ្ធវិញនិងคล้ายជាគម្ពីរមហាសន្តិភាពវិរៈបានលើកដាវទេពឡើងលើមេឃបង្ហាញពីជ័យជំនះនៃសេចក្តីល្អលើសេចក្តីអាក្រក់សូរ្យគ្រាសឈាមបានរលាយបាត់ហើយពន្លឺព្រះអាទិត្យពណ៌មេឃបានជះមកលើអាណាចក្រម្ដងទៀតធម្មជាតិដែលធ្លាប់ក្រៀមស្វិតបានប្រែជាស្រស់បំព្រេងឡើងវិញសុរតិដែលនៅសេសសល់ដង្ហើមចុងក្រោយបានសុំអភ័យទោសចំពោះទង្វើក្បត់របស់ខ្លួនវីរៈមិនបានសម្លាប់គេទេតែបានប្រែមន្តអាគមយន្តដើម្បីលាងជម្រះវិញ្ញាណអាក្រក់ចេញពីខ្លួនសុរតិបានប្រែជាមនុស្សធម្មតាវិញប៉ុន្តែត្រូវចំណាយពេលពេញមួយជីវិតដើម្បីសាងបុណ្យកុសលសងកំហុសភាពមេត្តារបស់វីរៈបានធ្វើឲ្យគ្រប់គ្នាគោរពកោតសរសើរព្រះមុនីឥសីបានដឹងខ្លួនឡើងវិញដោយសារអំណាចព្យាបាលនៃដាវទេពលោកបានប្រកាសឲ្យវីរៈក្លាយជាអ្នកការពារអាណាចក្រនិងជាមេគ្រូថ្មីនៃវិមានសិល្បៈសាស្ត្រអ្នកភូមិទាំងឡាយបាននាំគ្នាមកអបអរសាទរនិងលើកតម្កើងវីរៈជាវីរបុរសដៃថែបសន្តិភាពបានវិលត្រឡប់មកកាន់ទឹកដីអង្គរដ៏វិសុទ្ធជាថ្មីម្ដងទៀតរឿងរ៉ាវនៃសង្គ្រាមយន្តដែកថែបបានคล้ายជាវីរកថាដែលចារទុកក្នុងប្រវត្តិសាស្ត្រវីរៈបានបន្តបង្ហាត់បង្រៀនសិទ្ធិគណៈនៅវិជ្ជាគុណដែលផ្សារភ្ជាប់នឹងសីលធម៌ដាវទេពដែកថែបត្រូវបានតម្កល់ទុកជាវត្ថុតំណាងឲ្យយុត្តិធម៌សម្រាប់កូនចៅជំនាន់ក្រោយរូបភាពចុងក្រោយបង្ហាញពីវីរៈឈរលើកំពូលប្រាសាទអង្គរវត្តសម្លឹងមើលមាតុភូមិដោយស្នាមញញឹមនៃក្តីសង្ឃឹម